กองทัพគ្មានភារកិច្ចដោះស្រាយព្រំដែនទេហើយខ្ញុំសូមឲ្យកងทัพភាគីទាំងសងខាងនៅក្នុងដំណាក់កាលដែលព្រំដែនមិនទាន់ដោះស្រាយដោយគណៈការគ្រប់ព្រំដែនកងทัพគ្មានភារកិច្ចដោះស្រាយព្រំដែនទេកងทัพគ្រប់គ្រងទៅដល់រដ្ឋាភិបាលក្នុងការដោះស្រាយព្រំដែនតាមយន្តការបច្ចេកទេសដែលរដ្ឋាភិបាលទៅពីមិនមែនប្រើប្រាស់កងทัพប្រើកម្លាំងដើម្បីដោះស្រាយចឹងស្ថានភាពចូលជើងកន្លែងណាចូលជើងកន្លែងហ្នឹងសិនទៅល្បាតកន្លែងណាល្បាតកន្លែងនោះសិនទៅកុំឲ្យមានប្រែប្រួលទុកឲ្យគណៈកម្មការយើងធ្វើការតាមបើមិនចឹងវាយគ្នាឆ្លោះគ្នាពេញទឹកចឹងសូមឲ្យភាគីថៃនិងកងទ័ពខ្មែររបស់យើងបន្តទំនាក់ទំនងប្រចាំថ្ងៃមានអីដោះស្រាយបញ្ហាជាមួយគ្នាប៉ុន្តែសូមឲ្យរក្សាស្ថានភាពដែលមានពីមុនមកកុំឲ្យមានបញ្ហាមិនមែនជាទួនាទីរបស់កងទ័ពឬអ្នកនយោបាយដោះស្រាយរឿងចេញទៅព្រំដែនទេគឺជាកាតព្វកិច្ចរបស់យន្តការថ្នាក់ជាតិទាំងពីរតាមជំនាញព្រំដែននិងយន្តការច្បាប់ដែលយើងមានដើម្បីធ្វើការដោះស្រាយតាមវិធីសាស្ត្រកុំចេះតែស្រែកលោឡាលេវាយគ្នាទុកទៀតឡើយបាទខ្ញុំសូមឲ្យជឿប៉ុណ្ណឹង